សុខសប្បាយអ្នកគ្នាចូលជាមួយមីនៅពេលទី23ណាចឹងណាបើសិនអ្នកគ្នាចង់ដឹងថាសាច់រឿងហ្នឹងនឹងទៅយ៉ាងណាតទៅតាមដានជាមួយមីទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ការសម្រាយរឿងណាអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe ឲ្យមីម្នាក់មួយមកណាសាច់រឿងបន្ទាប់ក៏ឃើញថាសាយ័នយើងណាកំពុងតែដេកលងលួននៅលើសាឡុងដោយសារសាយ័នយើងណាខំបង្រៀនខ្លាំងពេកហ្វឹងឈូក៏ចូលមកឃើញថាសភានៅក្នុងបន្ទប់របស់គេពិតជារញ៉េរញ៉ៃមែនតែនហើយគេក៏សួរទៅតើឯងហ្វឹកហាត់ការងាររបស់ឯងនៅទីនេះពេញមួយយប់មែនសាយ័នណាក៏ងើបមកហើយរអ៊ូពីការងារដែលនាងធ្វើយប់មិញហ្នឹងដោយនាងឆ្ងល់ថាសោះរបស់នាងដឹងថាខុសតចំណុចណាឯងហេតុអីបានជាម៉ូសកាត់មកខុសគ្នាអញ្ចឹងគាត់ទៅលើចឹងហើយហ្វឹងឈូក៏ហួចចិត្តនឹងសាយ័នយើងដែររួចក៏ប្រាប់ទៅគ្មានណាគេធ្វើរឿងហ្នឹងតែម្ដងហើយគេជោគជ័យនោះឯងហើយឯងក៏មិនបាច់កាត់សល់ក្បាលមកលកាំងនេះច្រើនបែបហ្នឹងដែរហ្នឹងណាបើសិនបើឯងមិនមែនជាមិត្តរបស់ខ្ញុំនឹងកាត់ប្រាក់ខែរបស់ឯងហើយហ្វឹងឈូយើងរៀងមុំម៉ៅដែរហ្នឹងប៉ុន្តែសាយ័នយើងនាងបានស្ដាប់ទេដោយសាយ័នអង្គុយគិតទៅពីការងាររបស់នាងហ្នឹងតើនាងកាត់ខុសតចំណុចណាហ្វឹងឈូក៏ប្រាប់ទៅឥឡូវហ្នឹងអញជប់គិតពីវាទៀតទៅទោះបីជាគិតក៏ឯងនឹកអត់ឃើញដែរហ្នឹងការរៀនគឺគេធ្វើបន្តិចម្ដងទៅទទួលបានលទ្ធផលហើយឯងមិនគួរធ្វើឲ្យខ្លួនឯងកម្លាំងចឹងទេហើយឥឡូវហ្នឹងឯងទៅផ្ទះសម្រាប់ខ្លះហើយសាយ័នក៏ងើបឡើងរហូតទៅសម្អាតឯហ្នឹងហ្វឹងឈូក៏ខាត់នាងដោយប្រាប់ទៅថាគេជាអ្នកសម្អាតឯងទៅសម្រាប់ឲ្យបន្ទាប់មកសាយ័នក៏ដើរចេញទៅហើយហ្វឹងឈូក៏ឈររកក្បាលមកលកាំងរបស់គេសោះទៅពេលនោះហ្វឹងឈូក៏លើសំឡេងមកពីខាងក្រៅរួចក៏ចេញទៅមើលឃើញថាសាយ័នយើងដួលសន្លប់បាត់ទៅហើយហ្វឹងឈូពិតជាផិតភ័យមែនតែនក៏បានលើសាយ័នយើងទៅហើយអេដមីនស្មានតែគេលើសាយ័នយើងទៅពេទ្យមែនណាគេលើសាយ័នយើងមកគេងផ្ទះសោះហ្វឹងឈូក៏បានខលទៅឈីលៀនដោយនិយាយពីរឿងសាយ័នយើងគេពិតជាបញ្យល់ពីសាយ័នយើងមែនហេតុអីបានជាចង់ជាប់តែនៅក្នុងខែហ្នឹងម៉េចហើយហេតុអីបានជានាងរឿងរូម៉េអត់ព្រមស្ដាប់គេសោះតែពេលនោះសាយ័នយើងក៏បើកទ្វារចេញមកហ្វឹងឈូក៏ទៅសួរទៅចុះឯងអត់អីទេឯងក្តៅខ្លាំងរហូតដល់39ណោះសាយ័នក៏សួរទៅវិញទៅតើខ្ញុំដេកមិនមកថ្ងៃខ្ញុំទៅធ្វើការងាររបស់ខ្ញុំទៀតហ្វឹងឈូក៏ប្រាប់សាយ័នយើងឲ្យនាងសម្រាប់2ថ្ងៃសិននៅដើម្បីសាយ័នយើងគេមានពេលមើលថែសុខភាពរបស់ខ្លួនឯងសាយ័នក៏ប្រាប់ទៅវិញទៅនាងផឹកថ្នាំតែបន្តិចគឺបាត់ហើយហើយណាមួយនាងក៏មានរឿងអីទៅឈប់ដែរយ៉ាងទៀតនាងចង់ឲ្យគេគិតថានាងគ្មានសមត្ថភាពក្នុងការធ្វើវាទេចឹងហើយខ្ញុំតែធ្វើវាឲ្យបានដើម្បីកុំឲ្យពួកគេមើលងាយខ្ញុំទៀតហ្វឹងឈូក៏សួរទៅឯងមានបញ្ហាអីមែនឯងប្រាប់ខ្ញុំបានខ្ញុំនឹងជួយរកដំណោះស្រាយឲ្យឯងសាយ័នយើងគឺនាងមិនចង់ប្រាប់ពីរឿងរ៉ាវដែលកើតឡើងចំពោះនាងទៅកាន់ហ្វឹងឈូទេបើសិនបើសាយ័នយើងប្រាប់រឿងទៅកាន់ហ្វឹងឈូនាងខ្លាចថាហ្វឹងឈូនឹងធ្វើដាក់នាងដូចជាស៊ីលៀនធ្វើដាក់នាងចឹងហ្វឹងឈូក៏សួរទៅចឹងហើយខ្ញុំគួរឲ្យស៊ីលៀនមកមើលឯងអត់គាត់ទៅលើចឹងហើយសាយ័នក៏ប្រាប់ទៅមិនប្រាប់គេទេហ្វឹងឈូក៏យល់ព្រមជាមួយនឹងសាយ័នយើងប៉ុន្តែឲ្យសាយ័នយើងសន្យាជាមួយគេថាទៅនៅផ្ទះសម្រាប់មើលថែខ្លួនឯងសិនហើយសាយ័នយើងគេក៏យល់ព្រមនឹងសំណើរបស់ហ្វឹងឈូចឹងហើយសាច់រឿងយើងគឺមានតែប៉ុណ្្នឹងឯងបើសិនអ្នកនរគ្នាចង់តាមដានបន្តកុំភ្លេចចុច Subscribe និងចុច Follow Page របស់មេម្នាក់មួយមកណា